នឹងឯអ្នកដែលមាន transaction ពី Payway ABA ច្រើនយើងអាចធ្វើវិធីនេះមួយដើម្បីយើងតតាល់វាតែម្ដងយើងមិនបាច់បូកវាពេលជាប់ស៊ីពេលជាប់វេនយកអីយើងបាច់បូកវាម្ដងមួយអញ្ចឹងនៅក្នុងហ្នឹងយើងអាច filter វាជា currency ខ្មែរតាមខ្មែរអញ្ចឹងណាដុល្លារតាមដុល្លារអញ្ចឹងទៅហើយបើយើងដាក់ all ហ្នឹងវាបង្ហាញព័ត៌មានទាំងអស់អញ្ចឹងវាបូកឲ្យយើង automatic ដើម្បីឲ្យយើងចប់ហើយយើងគ្រាន់ screenshot ដល់ហ្នឹងហើយផ្ញើឲ្យមេឲ្យចប់ហើយអញ្ចឹងយើងអាចដាក់វាមក yesterday ថ្ងៃនេះ report យើងចង់បានថ្ងៃណាដាក់ថ្ងៃហ្នឹងមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងដើម្បីប្រើប្រាស់វាបានយើងចូលទៅតាមនេះប្រើប្រាស់បានយើងចូលក្រុមយើងមកបន្តមកទៀតយើងដាក់ bot ចូលដាក់ bot ឈ្មោះវាឈ្មោះ telemarketing យើងវាយពាក្យ telemarketing មកបញ្ចេញមកហើយបន្តមកយើង select លើវាមកចុចដានបន្តមកទៀតយើងចូលទៅវាយពាក្យ start បន្ទាប់ពីវាយពាក្យ start ហើយចុចបញ្ជូនទៅវាមានព័ត៌មានមួយចំនួនអញ្ចឹងយើងអានកានទៅ bot អានទៅយើងចុច set up មកយើងនឹងចុច set up មកបន្តមកយើងបន្តមកទៀតយើងវាយលេខទូរស័ព្ទយើងចូលវាយលេខទូរស័ព្ទបង855សម្រាប់នៅខ្មែរយើងបង855ហើយលេខយើងហ្នឹងមិនបាច់លេខមិនបាច់មានលេខ0ទេតមកទៀតយើងវាយឈ្មោះយើងមកហើយអាក្រោម2ហ្នឹងវាពេញឲ្យអូតូហើយចុចអូតូ start សិតមកចាំវាមកស្ទុះបន្តមកទៀតវាផ្ញើលេខកូដមកហើយអញ្ចឹងវាផ្ញើលេខកូដហ្នឹងវា alert ខាងលើយើងចុចលើហ្នឹងមកវាចូលមកដល់កន្លែងផ្ទាំងមួយនេះអញ្ចឹងយើងចុចលើលេខកូដហ្នឹងទៅហើយវា copy ឲ្យយើងហើយបន្តមកទៀតយើងចុចអាក្រោមបើផ្ទាំងយើងមកវិញមកបន្តមកទៀតយើងវាយផាសលេខកូដហ្នឹងទៅមកយើង copy ហើយបន្តមក submit ហ្នឹងណាអញ្ចឹង submit ចាំវាមកស្ទុះទៀតហើយវាផ្ញើលេខកូដមកបន្តទៀតអញ្ចឹងវាផ្ញើលេខកូដមកបន្តទៀតកន្លែងនេះវាអត់ចេញខាងលើទេបើវាចេញយើងចុចដូចមុនណាបើអត់ចេញទេយើងអូសវាចុះក្រោមមកអាផ្ទាំងហ្នឹងវាចូលទៅក្រោមអាផ្ទាំងហ្នឹងវាចូលទៅក្រោមចុចដានអញ្ចឹងនៅពេលដែលវាចូលទៅក្រោមហើយយើងមើលលេខកូដដែលវាផ្ញើមកមិញណាអញ្ចឹងយើងមើលលេខកូដហើយយើងចូលចុចអាផ្ទាំងហ្នឹងវិញមកឡើងមកលើវិញមកយើងវាយលេខកូដចូលមកអញ្ចឹងនៅពេលដែលយើងវាយលេខកូដចូលហើយចុច submit ទៅយើងចាំវាមកស្ទុះអញ្ចឹងបន្ទាប់ពីវា set up ហើយវានឹងលោតផ្ទាំង dashboard មកអញ្ចឹងផ្ទាំង dashboard ហ្នឹងគឺវាបូកគឺមាន transaction គឺវាបូកឲ្យយើងហើយបូកនៅលើហ្នឹងមានលុយខ្មែរលុយឡាហើយយើងចង់មើលលំអិតបន្ថែមយើងអូសមកក្រោមមកយើងឃើញព័ត៌មានលម្អិតទៀតអញ្ចឹងណាហ្នឹងហើយបងប្អូន